ឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនៅសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ប្រាប់មេដឹកនាំនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិហៅកាត់ថា UN ថានៅព្រឹកថ្ងៃទី27 ខែកញ្ញាឆ្នាំ2025កងទ័ពថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុននៅតំបន់អានសេះខេត្តព្រះវិហារប៉ុន្តែកងទ័ពកម្ពុជាមិនបានបាញ់តបនោះទេគឺរសារភាពអត់ធ្មត់ដោយបដិញ្ញាចិត្តយ៉ាងមុខមុតចំពោះសន្តិភាពភ្ជាប់ជាមួយគ្នានេះដែរឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាអរគុណណាស់ចំពោះបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំដែលបញ្ចប់បានដោយប្រសិទ្ធភាពនៅការប៉ះទង្គិច្ចប្រដាប់អាវុធដែលបានធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់បាត់បង់ជីវិតរងរបួសការបំផ្លិចបំផ្លាញនិងរាប់សែនអ្នកខ្លាចជាជនភេសកការបញ្ជាក់បែបនេះរបស់ប្រមុខការទូតកម្ពុជាបានធ្វើឡើងក្នុងឱកាសឧបនាយករដ្ឋមន្ត្រីបានឡើងថ្លែងសន្ទរកថាក្នុងឱកាស